ជាត្រូវការសន្តិភាពគឺជាកម្លាំងចិត្តនិងធម៌ពលប្រកបដោយស្មារតីសាមគ្គីភាពនិងការរួបរวมរបស់ប្រជាពលរដ្ឋកម្ពុជាការដើម្បីសន្តិភាពព្រះបាទគឺតាមទីសន្តិភាពរបស់ប្រជាជនលោកដៃក៏លោកដាពួកគាត់លោកដៃមកកពីរៀបចំឡើងនៅគោលបំណងតាមជួរហាសេត្រាដើម្បីសន្តិភាពគឺទាំងអស់គ្នាចង់បានសន្តិភាពមិនចង់ឃើញ